រកឯណាបានប្រើពេលតែមួយផ្លែតអ្នកមានដាច់គេទាំង3របស់ពិភពលោកចំណេញបានប្រាក់$30,000,000,000ស្គាល់ហើយមហាសេដ្ឋីលំដាប់ជួរមុខរបស់ពិភពលោកទាំង3នោះគឺស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ដោយទ្រព្យសម្បត្តិរបស់ពួកគេសរុបបញ្ចូលគ្នាកើនបានក្នុងរង្វង់ចំនួន$30,000,000,000កាលពីថ្ងៃទី12ខែឧសភាឆ្នាំ2025ខណៈការកើនឡើងដូចនេះក៏ជាហេតុថាផ្សារហ៊ុនអាមេរិកកើនសន្ទុះក្រោយសហរដ្ឋអាមេរិកនិងចិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្នានឹងគ្នាបើតាមរបាយការណ៍ពី Forbes បានបញ្ជាក់ថាក្នុងចំណោមទឹកប្រាក់ជាង$30,000,000,000នោះម្សិលមិញនេះលោក Elon Musk កើនទ្រព្យបានចំនួន$11,000,000,000ហើយលោក Jeff Bezos កើនចំនួនបាន$13,000,000,000និងលោក Mark Zuckerberg កើនបានចំនួន$12,000,000,000សូមជម្រាបបន្ថែមថាបើគិតដល់ទំហំទ្រព្យសម្បត្តិទាំងមូលតែម្ដងបរិះកូនច្រើនលោក Elon Musk បច្ចុប្បន្នជាមហាសេដ្ឋីមានដាច់គេផុតលេខដោយរបាយការណ៍ពី Forbes បានប៉ាន់ប្រមាណថាលោកមានទ្រព្យ$406,900,000,000ស្របពេលមហាសេដ្ឋីសាច់ដុំរាងកាយរឹងប៉ឹងលោក Jeff Bezos មានទ្រព្យចំនួន$223,600,000,000និងមហាសេដ្ឋីមុខស្រស់ទើបចេះលេងខ្លួនលោក Mark Zuckerberg មានទ្រព្យចំនួន$220,000,000,000